សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel Remy រឿងរ៉ាវជាងផាត់មុខសាកសពនេះខ្ញុំឈ្មោះសារីខ្ញុំអាយុ22ឆ្នាំហើយខ្ញុំគឺជាជាងផាត់មុខម្នាក់ជាធម្មតាខ្ញុំទទួលបានអតិថិជនដែលនៅមានដង្ហើមនៅមានជីវិតឡើយគឺជាមនុស្សធម្មតាប៉ុន្តែលើកនេះខ្ញុំបានជួបអតិថិជនដែលឡើងដល់ដង្ហើមទៅវិញគឺជាសាកសពចិត្តឲ្យបានជាផ្លូវលន់អញ្ចឹងច្បាស់តាណាហើយខ្ញុំបានការនោះនឹងផ្នែកសោះតែម្ដងគឺសាកសពនោះងើបអង្គុយរួចផាត់មុខឲ្យខ្លួនឯងដោយប្រើគ្រឿងសម្អាតខ្ញុំមកអង្គុយខ្លះអ្នកនរគ្នាលើកនេះខ្ញុំចង់មកបង្ហាញមេតអមនៃផាត់មុខបែបងាយៗតាមស្ទាយរបស់ខ្ញុំហើយនេះគឺជាផលិតផលដែលខ្ញុំប្រើសម្រាប់លើកនេះសម្រាប់អ្នកដែលចង់ដឹងថាយើងចាប់ផ្ដើមតែម្ដងទៅនិងហើយអ្នកទាំងអស់គ្នានេះគឺជាលទ្ធផលផាត់មុខបែបងាយៗសម្រាប់ថ្ងៃនេះតែស្អាតទេសម្រាប់អ្នកដែលកំពុងត្រូវការសេវាកម្មផាត់មុខសម្រាប់កម្មវិធីផ្សេងៗអាចទៅមកខ្ញុំផ្ទាល់បានណាមេតអមនៃផាត់មុខរបស់ខ្ញុំបានអ្នកចូលមើលច្រើនមែនទែនសង្ឃឹមថាបន្តពីនេះនឹងមានមកជួយខ្ញុំកាន់តែច្រើនឡើងតើអ្នកណាគេនោះជម្រាបសួរអ្នកមីងរណអ្នកដែរចាមិនដំបងសុំណែនាំខ្លួនមីងឈ្មោះអនណាចាដល់អីយកមីងបានឃើញមេតអផាត់មុខរបស់ក្មួយហើយលទ្ធផលគឺស្អាតខ្លាំងណាស់មីងចូលការផាត់មុខរបស់ក្មួយមែនទែនហើយបើអាចមីងចង់ជួយក្មួយឲ្យផាត់មុខឲ្យកូនស្រីមីងតើក្មួយអាចធ្វើបានទេបានតើអ្នកមីងចូលកូនស្រីមីងផាត់សម្រាប់កម្មវិធីអីដែរហើយចាំបានពេលណាចាំមកទៅទៀតមីងផ្ញើទីតាំងផ្ទះទៅឲ្យណាចាប់ពីស្អែកទៅក្មួយអាចមកផ្ទះមីងបានតមកនៅផ្ទះអ្នកស្រីអឺណាអ្នកស្រីអ៊ុណានិយាយសារីក្មួយមកដល់យូរហើយមែនទេសុំទោសផងមីអត់បានលឺព្រោះមីរវល់រៀបចំនៅខាងក្រៅផ្ទះតើតែដឹងថាមីភ្ញៀវមកដល់សារីនិយាយចាំអត់អីទេអ្នកមីងខ្ញុំក៏តែមកដល់ដែរនិយាយអញ្ចឹងតើកូនស្រីអ្នកមីងម្នាក់ណាដែលត្រូវផាត់មុខឲ្យអ្នកស្រីអ៊ុណាក៏និយាយប្រាប់កូនស្រីមីងនៅក្នុងនោះដូចជាគេកំពុងរងចាំក្មួយយូរហើយមើលទៅក្មួយចូលទៅខាងក្នុងទៅគេដូចជាមិនចាក់អត់ធ្មត់ចង់ឲ្យក្មួយផាត់មុខឲ្យលឿនៗណាសារីក៏ដាចូលទៅឃើញសាកសពមកនេះថាអ្នកមីងខ្ញុំផាត់មុខឲ្យសាកសពកូនស្រីមីងអញ្ចឹងមែនទេបើដល់បែបនេះខ្ញុំមិនទទួលការងារបែបនេះទេអ្នកមីងគួរតែប្រាប់ពីដំបូងថាកូនស្រីអ្នកមីងលែងនៅគឺស្លាប់ហើយខ្ញុំមិនអាចទទួលការងារបែបនេះពីមុនមកទេអ្នកមីងអ្នកស្រីណាក៏និយាយកូនស្រីមីងទៅប្រសពបានពីថ្ងៃមុនហើយគេបានផ្ដាំផ្ញើទុកគេប្រាប់ថាបើគេស្លាប់គេចង់ឲ្យផាត់មុខឲ្យស្អាតមុននឹងយកទៅបញ្ចុះដើម្បីគេទៅដល់កិត្តិយសមីងបានព្យាយាមហៅជាងផាត់មុខគ្រប់គ្នាហើយតែពួកគេសុទ្ធតែមិនព្រមនឹងបដិសេធការងារនេះក្មួយគឺជាសង្ឃឹមតែម្នាក់គាត់របស់មីងសូមជួយមីងផាត់មុខឲ្យកូនមីងផងណាមុននឹងយកទៅបញ្ចុះដើម្បីគេទៅដល់សុខសាន្តមីងនៅឲ្យថ្លៃឈ្នួលក្មួយតទៅ2ដងណាកំពុងតែផាត់មុខសុកភ្លើងក៏ដាច់ចាត់ឲ្យបានចាប់ភ្លើងរលត់អញ្ចឹងចាប់បាត់ទៅណាហើយLoh, kok nggak ada?បានខកទេមុននឹងខ្ញុំឃើញសាកសពកូនអ្នកមីងងើបឈរមែនទេណាបានអ្នកមីងមិនជឿតែមកក្នុងបន្ទប់ជាមួយគ្នាអ្នកស្រីណាក៏និយាយនេះមែនទេដែលគាត់ថាកូនស្រីមីងងើបអង្គុយនេះមែនទេដែលគាត់ថាកូនស្រីមីងងើបអង្គុយច្បាស់ណាស់កូនមីងកំពុងតែដេកនៅទីនេះហើយក៏ក្មួយហ៊ានយកកូនមីងមកលេងសើចបែបនេះខ្ញុំមិនមែនយកអ្នកដែលស្លាប់មកលេងសើចទេតែបាត់មែនអ្នកមីងមិននឹងខ្ញុំឃើញកូនអ្នកមីងងើបមែននៅពេលដែលខ្ញុំកំពុងតែផាត់មុខឲ្យកូនអ្នកមីងនៅទីនោះសុកភ្លើងក៏ដាច់បន្ទាប់មកកូនអ្នកមីងក៏ងើបហើយដើរទៅអង្គុយនៅទឹកសម្អាងនោះកូនអ្នកមីងផាត់មុខខ្លួនឯងលើប្រើគ្រឿងសម្អាតរបស់ខ្ញុំណាអ្នកមីងមិនខ្វល់ពីហេតុផលរបស់ក្មួយទេមីងបានឲ្យឆ្លៃឆ្លៃក្មួយច្រើនណាស់ស្អែកព្រឹកក្មួយត្រូវតែបន្តផាត់មុខឲ្យកូនមីងមុននឹងត្រូវគេយកបញ្ចុះយល់ទេការប៉ັດដល់គួយខ្លាចសារីក៏បានត្រឡប់មកផ្ទះវិញដោយភាពងឿងឆ្ងល់នេះពិតជាលើកពីការរំពឹងទុកពិតមែនតែលើកទី1ទេដែលខ្ញុំទទួលបានការងារផាត់មុខតែបើជាមកផាត់មុខឲ្យសាកសពទៅវិញខ្ញុំពិតជាមិនចង់បន្តការងារនេះទេតែអ្នកស្រីអ៊ុណាបានឲ្យលោកខ្ញុំច្រើនណាស់ហើយម្យ៉ាងទៀតសាកសពនោះងើបកាលពីម្សិលមិញទៀតនេះពិតជាចម្លែកណាស់មិនអ្វីម្យ៉ាងមកប្រកបជាមួយសាកសពនោះសារីបានឃើញរូបថតប្រការរកមនុស្សបាត់ខ្លួនប្រការរកមនុស្សបាត់ខ្លួនចាត់អីបានជារូបថតនេះមកដោយសាកសពកូនស្រីអ្នកមីងអ៊ុណាម្លេះខ្ញុំនៅតែឆ្ងល់ពីរូបថតមនុស្សបាត់ខ្លួនមិញហ្នឹង
រូបថតនឹងក៏ដូចគ្នាបាត់នឹងសាកសពកូនស្រីក៏តែម្ដងតែមាននឹងឯកាត់ឡើងជាមួយសាកសពនេះប្រកាសទៅថ្ងៃបន្ទាប់នៅផ្ទះអ្នកស្រីអ៊ឺណាតើពងមិនស្អាតទេណោះដែលសំយកប៉ុននេះទៅប្រហែលជាសំហើយចុះសាកសពតើណាហើយតាសាកសពតើណាហើយផ្លើកដាច់ទៀតហើយអ្នកមីងសាកសពអត់ហើយអ្នកមីងបងស្រីជួយផាត់មុខឲ្យខ្ញុំផងបងស្រីតឡង make up in saya mbakការលាតត្រដាងអ្នកស្រីណាក៏និយាយស្រីអរគុណក្មួយខ្លាំងណាស់សម្រាប់ស្បែកកាត់ផាត់មុខលទ្ធផលស្អាតខ្លាំងណាស់សាកសពកូនស្រីមីងប្រែជាស្អាតមែនតែនបន្ទាប់ពីនេះកូនមីងអាចយកទៅបញ្ចុះបានហើយមីងនឹងខ្ញុំបានឃើញរូបថតបការបស់មនុស្សបាត់ខ្លួនហើយក្នុងថតនោះមុខមាត់គេគឺដោយកូនអ្នកមីងបែកបិទតែតាមពិតម្នាក់នោះគឺជាអ្នកណាអ្នកមីងអ្នកស្រីណាក៏ឆ្លើយខ្ញុំចង់បាននេះថាម៉េចសារីមីងបានរើគេមកពីចិញ្ចើមថ្នល់កាលពីពេលនោះបន្ទាប់មកមីងក៏នាំគេមកផ្ទះហើយមីងក៏បញ្ចូលប្រដឹងកូនស្រីមីងទៅក្នុងរាងកាយនេះហើយបើក្មួយសួរថាតើតាមពិតនេះជាកូនអ្នកណាគឺជាកូនរបស់មីងគឺជាអ្នកចិញ្ចឹមគេមកកូនស្រីមីងគឺនៅក្នុងខ្លួនក្មេងនេះអ្នកមីងគឺជាមនុស្សវិកលចរិតខ្ញុំនៅប្រឹងប្រែងមីងបានចូលក្មួយក្នុងតម្លៃថ្លៃណាស់ដើម្បីផាត់មុខឲ្យកូនមីងតែមកពីក្មួយចូលចិត្តចេះដឹងរឿងគេពេកចាំមើលចុះសារីក្មួយណែសារីកូនស្រីមីងកំពុងរងចាំក្មួយគេថាចង់ឲ្យក្មួយផាត់មុខឲ្យក្មួយនៅឯណាបន្ទាប់ពីថ្ងៃនោះសារីនិយាយរឿងរាប់នៅពេលក្រោយស្នើល្អការនោះខ្ញុំអាចលួចខលទៅហៅប៉ូលីសពីទូរស័ព្ទរបស់ខ្ញុំបានប៉ូលីសបានបញ្ជាក់ថាអ្នកស្រីអ៊ឺណាក៏មានជំងឺផ្លូវចិត្តដោយសារតែគាត់បាត់បង់កូនស្រីរបស់គាត់អ្នកស្រីអ៊ឺណាត្រូវបានប៉ូលីសឃាត់ខ្លួនពីបទចាប់ជនរកុមារចំណែកសាកសពនោះទីបំផុតត្រូវបានយកទៅបញ្ចុះដោយមានកិត្តិយសនិងត្រូវបានរកឃើញដោយពុកម្ដាយពិតប្រាកដរបស់គេចាប់តាំងពីហេតុការណ៍នោះមកខ្ញុំក៏ជប់ទទួលធ្វើជាជាងផាត់មុខសាកសពទៀតឡើយអញ្ចឹងសាច់រឿងនេះក៏ត្រូវបានបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាឬចុច like subscribe ឲ្យមិនប៉ុងណាហើយបើចង់បានសាច់រឿងថ្មីអ្វីបន្ថែមទៀតដែលអ្នកគ្នាចង់ឲ្យ admin សម្រាប់ឬក៏យកមកបញ្ចូលសម្លេងនោះកុំខមមិនខាងក្រោមណាអរគុណជម្រាបលាបាយបាយ